បាទគ្រប់ជំរាបសួរទៅកាន់បងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានប្រធានបទមួយទៀតដើម្បីលើកយកមកចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាប្រធានបទនោះយើងនឹងនិយាយជជែកគ្នាអំពីអ្វីប្រធានបទនេះខ្ញុំដាក់ចំណងជើងថាត្រូវ3យ៉ាងបាទត្រូវ3យ៉ាងនៅក្នុងការអនុវត្តតាំងពីយើងសិក្សារហូតដល់យើង apply នៅក្នុងការងារអញ្ចឹងថាតើត្រូវ3យ៉ាងដែលខ្ញុំដាក់ចំណងជើងនេះវាមានអ្វីខ្លះអញ្ចឹងសូមរីករាយសន្តាប់ដូចតទៅអញ្ចឹងត្រូវ3យ៉ាងនេះខ្ញុំលើកកត្តាទាំង3គឺទី1គឺពាក់ព័ន្ធទៅនឹងជំនាញត្រឹមត្រូវ right skill ទី2គឺពាក់ព័ន្ធទៅនឹងតំណែងត្រឹមត្រូវ right position ហើយនឹងទី3ពាក់ព័ន្ធទៅនឹងទីកន្លែងត្រឹមត្រូវ right place អញ្ចឹងថាតើចំណុចទាំង3នេះវាមានអត្ថន័យខ្លឹមសារយ៉ាងណាខ្ញុំសូមលើកយកនៅចំណុចទី1បាទនៅក្នុងចំណុចទី1គឺនិយាយពាក់ព័ន្ធទៅនឹង right skill ឬក៏ជំនាញដែលត្រឹមត្រូវពាក្យថាជំនាញដែលត្រឹមត្រូវនេះក្នុងន័យថាក្នុងនាមជាយុវជនទាំងប្រុសទាំងស្រីក្នុងវ័យដែលគាត់កំពុងតែសិក្សាឬក៏អ្វីដែលគាត់ចង់ធ្វើទៅក្នុងថ្ងៃអនាគតគាត់ចង់ក្លាយទៅជាអីអញ្ចឹងគាត់ត្រូវរៀនចំណេះជំនាញទៅតាមចំណង់ចំណូលចិត្តទៅតាមភាពខ្លាំងរបស់គាត់នៅមុខជំនាញដែលគាត់ចង់បានមុខជំនាញដែលគាត់ចង់ធ្វើនៅពេលថ្ងៃខាងមុខអញ្ចឹងការជ្រើសរើសជំនាញនេះឧទាហរណ៍បើយើងរៀនដល់សាកលវិទ្យាល័យយើងដឹងហើយថាការរៀនដល់សាកលវិទ្យាល័យគឺជាការជ្រើសរើសយកជំនាញមួយជាក់លាក់ដើម្បីយកជំនាញនោះទៅអនុវត្តទៅ apply នៅក្នុងវិស័យការងារដូចពេទ្យជាដើមបាទដូចវេជ្ជបណ្ឌិតពេទ្យហើយក្នុងពេទ្យហ្នឹងយើងមានឱសថយើងមានផ្នែកឱសថការីយើងមានផ្នែកវេជ្ជបណ្ឌិតយើងមានផ្នែកឆ្មបអីយ៉ាងជាដើមមានគិលានុបដ្ឋាយិកាជាដើមអញ្ចឹងមានផ្នែករៀងខ្លួនអញ្ចឹងនៅពេលដែលយើងអនុវត្តនៅពេលដែលយើងសិក្សាយើងត្រូវទៅតាមចំណង់ចំណូលចិត្តទៅតាមភាពខ្លាំងរបស់យើងអញ្ចឹងការសិក្សារៀនឲ្យត្រូវនឹងជំនាញរបស់ខ្លួនឯងចំណង់ចំណូលចិត្តភាពខ្លាំងរបស់ខ្លួនឯងនេះហើយគឺជាភាពដែលត្រឹមត្រូវសម្រាប់ឲ្យយើងហ្នឹងនៅពេលដែលយើងចូលអនុវត្តនៅក្នុងវិស័យការងារគឺយើងមានភាពរលូនយើងមានសកម្មភាពល្អយើងអត់មានភាពរអាក់រអួលទេយើងងាយនៅក្នុងការសិក្សាពីព្រោះវាជាចំណង់ចំណូលចិត្តពីព្រោះវាជាភាពខ្លាំងរបស់យើងក្នុងន័យនេះបានន័យថាម៉េចបានន័យថាបុគ្គលម្នាក់ត្រូវមានជំនាញឬសមត្ថភាពដែលត្រូវតាក់ទងទៅនឹងការងារដែលខ្លួនឯងធ្វើការងារដែលខ្លួនឯងធ្វើឧទាហរណ៍បើសិនជាអ្នកដែលគាត់ប៉ាកែឬក៏គាត់ជាអ្នកសាងសង់អញ្ចឹងដាច់ខាតគាត់ត្រូវតែរៀនផ្នែកវិស្វករនៅក្នុងជំនាញណាមួយមិនមែនគាត់ជាអ្នកជំនាញនៅក្នុងផ្នែកសរសេរ program ទេសរសេរកម្មវិធីអញ្ចឹងការសិក្សានេះគឺពិតជាមានតម្លៃនៅពេលដែលយើងជ្រើសរើសការសិក្សារបស់យើងឲ្យត្រូវទៅតាមចំណង់ចំណូលចិត្តរបស់យើងគឺវាមានផ្ដល់ផលប្រយោជន៍ដល់យើងនៅពេលដែលយើងចូលទៅ apply ក្នុងការងារហើយពេលដែលយើងកំពុងរៀនហ្នឹងក៏វាងាយស្រួលដែរពីព្រោះវាជាចំណង់ចំណូលចិត្តរបស់យើងផ្ទាល់ទៅចំណុចទី2គឺនិយាយអំពី right position បានន័យថាតំណែងត្រឹមត្រូវតំណែងត្រឹមត្រូវនេះគឺផ្ដោតសំខាន់ទៅលើបុគ្គលម្នាក់ដែលគាត់មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការធ្វើកិច្ចការងារអីមួយឧទាហរណ៍បុគ្គលម្នាក់ដែលគាត់មានតួនាទីឬមុខតំណែងដែលសមទៅនឹងជំនាញនិងសមត្ថភាពរបស់គាត់ខ្ញុំឧទាហរណ៍ដូចបុគ្គលដែលមានជំនាញទៅលើភាពជាអ្នកដឹកនាំអញ្ចឹងគួរតែដាក់បញ្ជូនគាត់ឬក៏ដាក់គាត់ឲ្យក្លាយទៅជាអ្នកដឹកនាំមិនមែនឲ្យក្លាយទៅជាជំនួយការឬឲ្យក្លាយទៅជាអ្នកសរសេរ program ឬក៏ IT អញ្ចឹងត្រូវដាក់ឲ្យគាត់ទៅចំចំណុចខ្លាំងរបស់គាត់នៅពេលដែលដាក់ចំចំណុចខ្លាំងរបស់គាត់ដាក់ឲ្យចំចំណុចដែលគាត់ពូកែដាក់ឲ្យចំជំនាញរបស់គាត់ប្រសេសការងាររបស់គាត់ប្រកបជាមានភាពល្អប្រសើរការងារនោះនឹងធ្វើឲ្យសកម្មភាពការងារនោះកាន់តែមានភាពរីកចម្រើនឡើងស្ថាប័ននោះនឹងធ្វើឲ្យមានភាពល្អនៅក្នុងស្ថាប័នពីព្រោះអីពីព្រោះយើងចេះជ្រើសរើសមនុស្សដាក់ឲ្យចំគោលដៅដាក់ឲ្យចំជំនាញរបស់ពួកគាត់អញ្ចឹងនៅពេលដែលចំជំនាញរបស់ពួកគាត់ការធ្វើការងាររបស់ពួកគាត់គឺអត់មានភាពលំបាកទេជួបបញ្ហាតិចតួចងាយនៅក្នុងការដោះស្រាយភ្លាមអញ្ចឹងright position ហ្នឹងគឺត្រូវដាក់ឲ្យចំមុខតំណែងឧទាហរណ៍មួយទៀតឧទាហរណ៍ដូចជាគ្រូបង្រៀនជាដើមគ្រូបង្រៀន
បឋមធម្មតាមកនៅក្នុងកម្រិតបឋមអានឹងគ្រូម្នាក់គាត់សម្រាប់រង3 4 5មុខចឹងទៅប៉ុន្តែចាប់ពីអនុវិទ្យាល័យទៅគ្រូបង្រៀនគឺទៅតាមមុខជំនាញរបស់រៀងខ្លួនមានខ្មែរដោយខ្មែរទៅសិលធម៌ទៅសិលធម៌ទៅគណិតដោយគណិតទៅជីវៈផែនដីរូបគីមីប្រវត្តិភូមិហ្នឹងគឺជំនាញរៀងខ្លួនដាក់ឲ្យចេញទៅសកម្មភាពការអនុវត្តរៀងគ្នាអត់អាចច្រឡំគ្នាបានទេបាទអាចច្រឡំគ្នាបានរហូតដល់សាកលវិទ្យាល័យក៏ដូចគ្នាគ្រូបង្រៀនតាមសាកលវិទ្យាល័យគ្រូនេះគាត់មាន subject នេះគ្រូនោះក៏មាន subject នេះអញ្ចឹងអាភាពខ្លាំងរៀងខ្លួនអាចំណេះជំនាញរៀងខ្លួននេះយើងដាក់ចូលឲ្យពួកគាត់ទៅបរៀនទៅវាងាយស្រួលសម្រាប់ពួកគាត់បរៀនហើយគាត់មានឯកទេសហើយសិស្សដែលស្ដាប់ពួកគាត់ហ្នឹងក៏វាមានភាពងាយស្រួលនៅក្នុងការងាយយល់ផងដែរពីព្រោះចំគ្រូឯកទេសបាទចំគ្រូឯកទេសចំនៅមុខជំនាញដែរជាឯកទេសរបស់គ្រូហ្នឹងធ្វើឲ្យសិស្សហ្នឹងរៀនឆាប់ចេះឆាប់យល់ជាដើមនេះជាចំណុចទី2ទៅចំណុចទី3គឺពាក់ព័ន្ធនឹង right place ទីកន្លែងត្រឹមត្រូវឬក៏កន្លែងនេះគឺពាក់ព័ន្ធទីកន្លែងត្រឹមត្រូវនេះបានន័យថាម៉េចបានន័យថាជាក់ស្ដែងបុគ្គលនៅក្នុងទីតាំងឬនៅកន្លែងធ្វើការដែលត្រូវការនឹងអាចទៅសមស្របទៅនឹងការអភិវឌ្ឍសមស្របទៅនឹងសមត្ថភាពរបស់គាត់ឲ្យដឹងថាទីកន្លែងគោលការណ៍ទីតាំងកន្លែងហ្នឹងថាតើគាត់អាចទទួលយកបានអត់មានស្តង់ដារអត់ខ្ញុំឧទាហរណ៍មួយដូចឧទាហរណ៍រឿងទឹកសុទ្ធចាទឹកសុទ្ធមួយដបតម្លៃ 2000 រៀលឧទាហរណ៍ថាទឹកសុទ្ធណាមួយហ្នឹងតម្លៃ 2000 រៀលយើងទិញនៅខាងក្រៅទឹកសុទ្ធហ្នឹងបើសិនជាយើងយកទៅលក់នៅក្នុងភោជនីយដ្ឋានវាអាចឡើងទៅ $2,500 ឬក៏$1ទៅតាមកម្រិតនៃហាងឧទាហរណ៍សន្តាគារវាអាចឡើងរហូតទៅដល់$3-4 $5យើងទៅតាមកន្លែងបាទទៅតាមកន្លែងប៉ុន្តែទឹកសុទ្ធមួយដបហ្នឹងដដែលហ្នឹងនៅពេលដែលដូរទីតាំងកន្លែងមួយទៀតទៅពលានយន្តហោះទៅកន្លែងពលានយន្តហោះទៅកន្លែងដែលធ្វើឲ្យទឹកសុទ្ធនឹងមានតម្លៃថ្លៃជាងកន្លែងធម្មតាអញ្ចឹងអាចដែរអញ្ចឹងអាទីតាំងគឺពិតជាមានសារៈសំខាន់ណាស់ពីព្រោះអីពីព្រោះកាលណាមានទីតាំងល្អហើយមានកន្លែងល្អហើយបើសិនជាគាត់អត់ចេះអភិវឌ្ឍខ្លួនឯងទៀតវាអាចនឹងធ្វើឲ្យសកម្មភាពការងាររបស់គាត់ហ្នឹងអត់សូវរលូនទេអត់សូវមានភាពខ្លាំងទេអញ្ចឹងការដាក់បុគ្គលិកឲ្យចំទីកន្លែងឲ្យសមស្របទៅតាមសមត្ថភាពរបស់គាត់នេះគឺពិតជាមានសារៈសំខាន់ខ្លាំងបាទពិតជាមានសារៈសំខាន់ខ្លាំងបុគ្គលដែលត្រូវធ្វើការនៅកន្លែងមួយឬនៅក្នុងបរិបទមួយដែលវាសមស្របទៅនឹងស្ថានភាពការអនុវត្តឬក៏ស្ថានភាពនៃអង្គភាពឬក្រុមហ៊ុនណាអញ្ចឹងវាធ្វើឲ្យស្ថានភាពរបស់បុគ្គលហ្នឹងគាត់ងាយយល់នៅក្នុងសកម្មភាពការងារពីព្រោះអីគាត់ចេះសម្របខ្លួននៅក្នុងស្ថានភាពបែបហ្នឹងក្នុងបរិបទបែបហ្នឹងអញ្ចឹងអាទីតាំងកន្លែងដែលគាត់បម្រើការងារហ្នឹងវាប្រកាសណាស់ថាវាមានភាពល្អប្រសើរសម្រាប់គាត់ហើយឧទាហរណ៍មួយទៀតដូចឧទាហរណ៍ថាបុគ្គលដែលគាត់មានសមត្ថភាពខ្លាំងសមត្ថភាពខ្ពស់ក្នុងការលក់អញ្ចឹងគួរតែដាក់ឲ្យគាត់នៅក្នុងផ្នែកទីផ្សារអញ្ចឹងនៅពេលដាក់នៅក្នុងផ្នែកទីផ្សារគាត់ត្រូវចុះទៅដល់ទីតាំងគាត់ត្រូវចុះទៅដល់ទីកន្លែងជួបជាមួយនឹងអតិថិជនហើយនៅពេលដែលដាក់ឲ្យចំកន្លែងគោលដៅកន្លែងទីតាំងរបស់គាត់វាងាយនៅក្នុងការទំនាក់ទំនងងាយធ្វើឲ្យក្រុមហ៊ុនរបស់យើងហ្នឹងកាន់តែមានប្រសិទ្ធភាពខ្ពស់កាន់តែមានផលិតភាពនៃការងាររបស់ក្រុមហ៊ុនរបស់អង្គភាពហ្នឹងកាន់តែមានភាពរីកចម្រើនទៅតាមនឹងដែរមិនមែនគាត់ប្រកែខាងលក់ខាងទីផ្សារទៅដាក់ឲ្យគាត់ខាងបច្ចេកទេសទៅខាង IT ខាងអីអញ្ចឹងវាអត់ត្រូវទៅនឹងទីតាំងអត់ត្រូវនឹងកន្លែងគាត់ក្នុងការធ្វើបាទអញ្ចឹងត្រឡប់មកវិញចំណុចទាំង3យ៉ាងនេះជាចំណុចដែលបណ្ដោះឲ្យយើងទី1គឺឲ្យយើងរៀនទៅតាមចំណង់ចំណូលចិត្តរបស់យើងហើយនឹងទី2យើងមុននឹងយើងទៅធ្វើការនៅកន្លែងណាគឺយើងត្រូវដាក់ឲ្យចំចំណេះជំនាញរបស់ខ្លួនឯងឧទាហរណ៍អ្នកជ្រើសរើសបុគ្គលិកក៏ដូចគ្នា management human resource management ក៏ដូចគ្នាក៏ត្រូវជ្រើសរើសបុគ្គលិកឲ្យទៅតាមចំណេះជំនាញរបស់គាត់រៀងខ្លួនហើយនឹងចុងក្រោយនេះទីតាំងដាក់ឲ្យគាត់ឲ្យចំទីតាំងដាក់ឲ្យគាត់ចំកន្លែងចំបរិបទដែលគាត់ងាយនៅក្នុងការធ្វើការបាទអញ្ចឹងថ្ងៃនេះមានតែ3ចំណុចហ្នឹងទេបើមានការលើសលួសខ្វះខាតសូមមេត្តាអធិស្ឋានអភ័យទោសពីខ្ញុំបាទបងសូមអរគុណសូម
ជំរាបលា